ខ្ញុំគឺជាដូងពេលដែលអ្នកផឹកខ្ញុំរាល់ថ្ងៃធ្វើឲ្យអ្នកសុខភាពល្អតើអ្នកទាំងអស់គ្នាចង់ចេះបង្កើតវីដេអូ AI និយាយជាភាសាខ្មែរដែរឬទេហ្នឹងហើយបើសិនជាអ្នកគ្នាចង់ចេះអ្នកគ្នាអាចមើលវីដេអូខ្ញុំបានហ្នឹងហើយជាដំបូងអ្នកគ្នាចូលមកកាន់ ChatGPT ហើយអ្នកគ្នាចុចកន្លែងពាក្យថា app ហ្នឹងហើយបន្ទាប់មកគឺវាចូលមកដល់កន្លែងហ្នឹងហើយអ្នកគ្នាមើលទៅលើមកកន្លែងGPT នេះហ្នឹងហើយបន្ទាប់មកយើងត្រូវការចុចកន្លែងហ្នឹងមកហើយវាលោតមកដល់កន្លែងហ្នឹងហើយបន្ទាប់មកទៀតវាដើរយើងនៅកន្លែងហ្នឹងគឺអ្នកគ្នាអាចវាយតាមខ្ញុំក៏បានអ្នកគ្នាអាចវាយមិនក៏បានទេតាមតែចិត្តអ្នកគ្នាចង់វាយទេហ្នឹងហើយឥឡូវកុំឲ្យខាតពេលវេលាយូរគឺខ្ញុំធ្វើការ search វាសិនហ្នឹងហើយអូខេបន្ទាប់មកគឺខ្ញុំធ្វើការ search វាហើយឥឡូវវាកំពុងតែ slow អូខេបន្ទាប់មកទៀតគឺវាចេញឲ្យយើងហើយហ្នឹងហើយឥឡូវយើងចុចលើនឹងមកហើយចូលមកដល់កន្លែងហ្នឹងអ្នកគ្នាចុចពីថា Start Chat នឹងមកហ្នឹងហើយបន្ទាប់ទៀតមកដល់កន្លែងហ្នឹងអ្នកគ្នាត្រូវវាយរបស់ដែលថាអ្នកគ្នាចង់បានដូចជាផ្លែឈើផ្លែអីចឹងហ្នឹងហើយអូខេឥឡូវខ្ញុំធ្វើការវាយហើយហ្នឹងហើយឥឡូវវាកំពុងតែ generate ឲ្យខ្ញុំហើយហ្នឹងហើយអូខេមកដល់កន្លែងហ្នឹងហើយគឺយើងមិនមើលតាណាឆ្ងាយទេគឺយើងធ្វើការមក copy គេថា copy prompt ហ្នឹងហើយអូខេហ្នឹងហើយ copy prompt ហ្នឹងមកអូខេបន្ទាប់មកយើងចម្លងវាបន្ទាប់មកយើងចូលមកកាន់កម្មវិធី Chrome អូខេមកដល់កន្លែងហ្នឹងអ្នកគ្នាត្រូវ search ពាក្យថា Fish AI ហ្នឹងហើយបន្ទាប់មកពេលវាចូលមកដល់កន្លែងហ្នឹងហើយកន្លែងហ្នឹងវាតម្រូវឲ្យយើងconnect ជាមួយនឹង email ហ្នឹងហើយឥឡូវខ្ញុំបាន connect ជាមួយនឹង Gmail រួចហើយហ្នឹងហើយឥឡូវខ្ញុំត្រូវការចុច enter ចូលនឹងមកអូខេបន្ទាប់មកទៀតគឺវា load ចេញមកអញ្ចេះហើយកន្លែងហ្នឹងយើងត្រូវការរើទំហំឧទាហរណ៍ថាអ្នកគ្នាឆ្លាញ់ទំហំហ្នឹងអ្នកគ្នាដាក់ប៉ុណ្្នឹងទៅហ្នឹងហើយវាឈរឬក៏បដេអញ្ចឹងណាអូខេអញ្ចឹងខ្ញុំធ្វើការយកទំហំ ហ្នឹងហើយដោយសារតែខ្ញុំធ្វើជាប្រភេទ video short អូខេឥឡូវខ្ញុំធ្វើការ copy prompt នឹងចូលមកហើយយើងចុចពីសញ្ញាប្រួយនឹងមកអូខេឥឡូវវា generate ឲ្យយើងហើយបន្តមកទៀតវាកំពុងតែដើរហើយអូខេឥឡូវវាចេញមកហើយវាកំពុងតែ generate ឲ្យយើងហើយអូខេអញ្ចឹងយើងត្រូវការ down វាមកអ្នកគ្នា save ឬក៏ down វាទៅមួយទៀតហ្នឹងហើយឥឡូវយើងត្រូវការ down វាហើយដើម្បីបំប្លែកជារូបនឹងទៅជាវីដេអូយើងចូលមកកាន់ជ្រុំដដែលហើយបន្ទាប់មកអ្នកគ្នាវាយពាក្យថា flow AI ហ្នឹងហើយឥឡូវហ្នឹងមកអូខេបន្ទាប់មកអ្នកគ្នាចុចអាហ្នឹងមកទៀតមកឥឡូវវាលោតមកអញ្ចេះឥឡូវយើងធ្វើការចុចមកអ្នកគ្នាចុចតាមខ្ញុំមកហ្នឹងហើយអូខេឥឡូវវាដល់ហ្នឹងចុចថា new project នេះមកហ្នឹងហើយអូខេឥឡូវយើងចុចវាហើយមកដល់កន្លែងហ្នឹងគឺអ្នកគ្នាមើលមួយហ្នឹងហើយអ្នកគ្នាព្រោះកន្លែងហ្នឹងវារៀងញ៉ៃដែរហ្នឹងហើយអូខេឥឡូវធ្វើការដាក់រូបភាពមួយសិនហ្នឹងហើយឥឡូវខ្ញុំធ្វើការទៅរកមើលរូបមួយសិនហ្នឹងហើយឥឡូវខ្ញុំធ្វើការចុចកន្លែងសញ្ញាប្រូនទៅលើហ្នឹងកន្លែងហ្នឹងគឺយើងសម្រាប់ add row ហ្នឹងហើយកន្លែងហ្នឹងដំបូងគឺខ្ញុំរកឃើញទេហ្នឹងហើយដោយសារតែខ្ញុំឃើញប្រូននេះខ្ញុំចុចកន្លែងប្រូនហ្នឹងមកវាចូលទៅកាន់កន្លែងនេះហើយអូខេឥឡូវយើងធ្វើការចុចបញ្ជូនវាមកភាគរយវាកំពុងតែដើរហើយហ្នឹងហើយអញ្ចឹងយើងអាចរងចាំវាបន្តិចសិនទៅហ្នឹងហើយអូខេឥឡូវនាទីវាដើរបានប៉ែតអីអូខេបាទឥឡូវគឺវាបានចេញមកហើយគឺវាបានពេញហើយអញ្ចឹងយើងធ្វើការចុចមកកន្លែងទំហំមកចុចពាក្យថាវីដេអូហើយអ្នកគ្នាមើលតាមខ្ញុំមកហ្នឹងហើយដាក់តាមខ្ញុំមកបន្ទាប់មកទៀតយើងធ្វើការចុចកន្លែងសញ្ញាបូកដើម្បីយើងវាយអក្សរបញ្ចូលហ្នឹងហើយដោយសារតែយើងចង់ឲ្យវានិយាយខ្មែរគឺយើងអាចវាយតាមខ្ញុំមកណាគ្នាអូខេយើងថាវា audio ហ្នឹងមកហ្នឹងហើយគឺខ្មែរមកយើងធ្វើការបន្ថែមជាអក្សរខ្មែរទៀតមកហ្នឹងហើយដើម្បីឲ្យវានិយាយឥឡូវខ្ញុំកំពុងតែធ្វើការ generate វាកំពុងតែដើរហើយហ្នឹងហើយអូខេឥឡូវបានជាដល់ជា10ជាងហ្នឹងហើយអូខេវីដេអូហ្នឹងគឺខ្ញុំកាត់ទេអ្នកគ្នាព្រោះថាខ្ញុំបញ្ចូលសលេងទាំងអស់គឺ view អ្នកគ្នាហើយវីដេអូហ្នឹងបើសិនជាអ្នកគ្នាពេញចិត្តអ្នកគ្នាជួយ subscribe ហើយនិង like ខ្ញុំគឺជាដូងពេលដែលអ្នកផឹកខ្ញុំរាល់ថ្ងៃ
ជួយឲ្យអ្នកសុខភាពល្អកម្លាំងមាំមួន ចង់ដូចជាអ្នកគ្នាបានឃើញ ខ្ញុំ ហ្នឹងហើយ គឺជា ហ្នឹងហើយ ដូង គឺវាអាច នៅពេល និយាយ ដែល ខ្មែរ អ្នក បានអី ខ្ញុំ ហ្នឹងហើយ រាល់ថ្ងៃ អញ្ចឹងវីដេអូ ជួយ ខ្ញុំ ឲ្យ គឺ អ្នក មានតែ សុ ប៉ុណ្្នឹង ខភាព អ្នក ល្អ គ្នា ហើយ កម្ បើ លាំង ពេញចិត្ត មាំមួន like subscribe